យងសាប់ដែរនឹងខ្ញុំបានណាត់មិត្តភក្តិខ្ញុំដើម្បីទៅស្លាភូមិន្ទហើយនេះគឺជាលើកទី1ដែលពួកយើងបានទៅស្លាបន្ទាប់ពីពួកយើងបានប្រឡងបញ្ចប់ចេញពីស្លាអស់រយៈពេល2ឆ្នាំគេរវល់អានរឿងឡើងជួគេឃើញយើងនៅក្រៅយីធ្វើម៉េចយើងមិនមែនជាមនុស្សសំខាន់របស់គេដល់ពេលគេងាកឃើញយើងដូចសំចម្លែកចឹងបន្ទាប់ពីបានឃើញគ្នាហើយគឺចាប់ផ្ដើម selfie ឲ្យដាក់ម្នាក់មកប៉ម្នាក់មកវីដេអូម្នាក់មក clip ចឹងទៅហើយមកផងខ្ញុំនឹងវាជាគ្រូព្រាឃើញគ្នាព្រានសិស្សហត់ពេកយើងមានរបស់ថែសម្រាប់យើងក៏ចែករំលែកទៅអ្នកគ្រូទៅអាអ្នកគ្រូប្រើភ្នែកច្រើនពេកនេះជាអាគារដែលពួកខ្ញុំបានរៀនកាលពី2ឆ្នាំមុនឥឡូវពួកយើងកំពុងទៅដើរឈ្មោះទៅរកការទិញឲ្យញ៉ាំចង់បរិភោគអ្វីដែរមិនបានទីដាតាំងពីនៅរៀនរហូតមកដល់ឲ្យលើនេះគឺវាគឺតែកំចាត់កូនកាត់អត់កូនកាត់អននិយាយលេងសើចឯកន្លែងដាក់ចំណីត្រីនេះលើផ្លែខ្លាំងហើយស្អាតខ្លាំងមែនតើហ្មងយើងបេសកកម្មរោគភាពនៅភូមិន្ទគេល្បីនោះឃើញឆ្នាំងទី1នោះអត់អាយ៉ាយើងបានជួបប្រទេសឆ្នាំងទី2ឆ្នាំងទី3បានឃើញហើយមើលវាធ្វើទឹកមុខវាមកមិញគឺវាប្រាប់ថាវាចង់ញ៉ាំនំប៉័ងដល់ពេលមកដល់វាថាចេះយកបាយសាច់ជ្រូកហ្មងស្រែកស្រួយវាមានបានញ៉ាំនំប៉័ងគឺវាញ៉ាំបាយសាច់ជ្រូកវិញព្រោះខ្ញុំញ៉ាំដែរបាយសាច់ជ្រូកនៅសាលារសជាតិមិនដែរហ្មងចាយអស់ប៉ុន្មាននៅសាលា5ឡាបន្ទាប់ពីញ៉ាំអីហើយនឹងដោយសារតែទូរស័ព្ទខ្ញុំអស់ថ្មដែរឈឹងខ្ញុំទៅរកថ្នាក់អង្គុយលេងដើម្បីសាកថ្មទូរស័ព្ទបន្ទាប់ពីស្រែកអស់1ម៉ោងហើយលើយើងចេញរកអីញ៉ាំវិញម្ដងគឺថាអត់ចោលទេម្ជូរនឹងហ្មងម្ជូរទិញអស់តែ3000នេះហើយដាក់អំបិលបាន2មុខទៀតសំខាន់ណាស់ទម្លាប់ការនៅរៀនមិនគឺនៅតែដែរអញ្ចឹងហ្មងអីដាក់ចោលនោះគឺរបស់ពងត្រេននៅសាឡាវគៀវអំពងហើយនឹងគៀវចំហុយរបស់គេរសជាតិឆ្ងាញ់មែនហើយតម្លៃសមរម្យទៀតមួយតែ500ប៉ុន្តែរសជាតិវិញឆ្ងាញ់អស់តោះហើយកន្លែងគាត់លក់ដាច់ខ្លាំងទៀតណាសមគេល្បីហ្មងនេះឥឡូវមកស្ដាប់សលេងមិត្តភក្តិខ្ញុំញ៉ាំទៅដឹងហើយអ៊ុយអត់ស្រួយគៀវអំពងអ្នកគ្នាមានពីណាគេបាត់ក្មេងម្នាក់មកអង្គុយទីមទូនៅភូមិន្ទបងមានអត់សូវចូលចិត្តអង្គុយចូលចិត្តតែអង្គុយនឹងដីវាស្រួលខ្លួនហ្មងវាមើលមុខត្រីយូរទៅវាមកបដូរជាមួយមិត្តភក្តិអួយត្រីឃើញជៀនជូនម៉ែប៉ុណ្ណាឃើញត្រីទៅឃើញមហូបអីណាហើយនៅសាលា IFL ឡើងគឺគេមានបឹងឈុកបាច់ត្រូណាឆ្ងាយនេះបឹងឈុកនៅ IFL ឡើងស្រស់បើប្រាប់ថាមកលេងទៅសាលាមកកអត់ជឿដែរដោយសារមិត្តភក្តិខ្ញុំនឹងគឺចាយលុយមកវាមក DLK នៅទៅមក IFL ហ្នឹងចង់និយាយថាអត់ដឹងតែខ្លួនឯងត្រូវទិញអីឯងចូលទៅដល់គឺដើរចង់10ជុំទ្រាំវាររបស់វាឃើញវាស្រឡាញ់ណាដើរចូលដើរឡើងហើយខ្ញុំក្តៅមែនតើហ្នឹងគឺវាក្តៅសាហាវហ្មងឥឡូវគេមកដល់កន្លែងដែលគេត្រូវចិត្តហើយគេដើរមើលចូលមើលឡើងនេះគេមកពេញចិត្តនឹងកាបូបមួយហ្នឹងគេថាស្រួលដាក់សភ័យដើរចូលឡើងឃើញកន្លែងមកពូតអីណាវានិយាយទៅពីហ្មងមើលអីច្រើនមើលទៅមុខវាទៅដឹងហើយនេះ